នេះជាវីដេអូសម្រាប់អ្នកទាំងអស់គ្នាដែលចង់ចាប់ផ្ដើមប្រើប្រាស់ Localike Book ជាលើកដំបូងដើម្បីអាចចូលប្រើប្រាស់បានទី1ត្រូវចូលឈ្មោះបង្កើតគណនីជាមុនសិនទី2ត្រូវបង្កើតអាជីវកម្មថ្មីដើម្បីចូលប្រើប្រាស់អ្វីដែលកាន់តែពិសេសទៀតនោះ Localike Book បានអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាបង្កើតអាជីវកម្មបានច្រើនដោយមិនកំណត់ហើយក្នុងមួយអាជីវកម្មអាចសាកល្បងប្រើប្រាស់បាន40ថ្ងៃដោយឥតគិតថ្លៃលើគ្រប់មុខងារទាំងអស់សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្រព័ន្ធគ្រប់គ្រងគណនី Localike Book ជំនាញទី1ដើម្បីអាចចូលប្រើប្រាស់បានសូមចូលទៅកាន់គេហទំព័រ localike.book.com ឬចុចប៊ូតុង Sign Up នោះអ្នកទាំងអស់គ្នានឹងបង្កាន់កន្លែងចុចឈ្មោះរបស់ Localike ត្រង់ចំណុចនេះមាន2ជម្រើសក្នុងការចុចឈ្មោះទី1ចុចឈ្មោះដោយផ្ទាល់ជាមួយ Localike ទី2ចុចឈ្មោះជាមួយ Gmail ដែលអ្នកទាំងអស់គ្នាកំពុងប្រើប្រាស់ស្រាប់ក្នុងវីដេអូនេះខ្ញុំជ្រើសរើសយកជម្រើសទី1ធ្វើជាឧទាហរណ៍បង្ហាញអ្នកទាំងអស់គ្នាជាដំបូងត្រូវបំពេញឈ្មោះ Email និងលេខទូរស័ព្ទរបស់អ្នកទាំងអស់គ្នារួចចុចត្រង់ប៊ូតុង Continue បន្ទាប់មក Localike បានផ្ញើសារបញ្ជាក់ទៅកាន់ email ដែលអ្នកទាំងអស់គ្នាបានចុះឈ្មោះនោះគ្រាន់តែចូលទៅកាន់ប្រអប់សារ email របស់អ្នកទាំងអស់គ្នាឬចុចលើសារដែល Localike បានផ្ញើមកបន្ទាប់មកចុចលើពាក្យ Verify my account now ចុងក្រោយអ្នកទាំងអស់គ្នាត្រូវបង្កើតលេខសម្ងាត់ដើម្បីអាចចូលប្រើប្រាស់បានរួចចុចប៊ូតុង Finish ជាការស្រេចការចុចឈ្មោះបង្កើតគណនី Localike គឺត្រូវបានចប់សព្វគ្រប់ហើយឥឡូវនេះអ្នកទាំងអស់គ្នាអាចចូលក្នុងប្រព័ន្ធ Localike បានហើយដោយគ្រាន់តែបំពេញ email និង password ដែលអ្នកទាំងអស់គ្នាបានបង្កើតមុននេះរួចចុចប៊ូតុង Login ឥឡូវនេះមកដល់ជំហានទី2ត្រូវបង្កើតក្រុមហ៊ុនថ្មីចុចត្រង់ប៊ូតុង Create Now បន្ទាប់មកបំពេញឈ្មោះក្រុមហ៊ុនរួចជ្រើសរើសរូបិយប័ណ្ណកូដសម្រាប់បង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកក្នុង Localike យើងអាចធ្វើប្រតិបត្តិការទាំងលុយដុល្លារនិងលុយរៀលគ្រាន់តែបើយើងជ្រើសរើសយករូបិយប័ណ្ណកូដជារៀលនោះរបាយការណ៍ហិរញ្ញវត្ថុរបស់យើងនឹងបង្ហាញជាលុយរៀលរួចចុចត្រង់ប៊ូតុង Continue មកដល់ត្រង់ចំណុចនេះត្រូវជ្រើសរើសគម្រោងដែលស័ក្តិសមនឹងអាជីវកម្មរបស់អ្នកទាំងអស់គ្នាគម្រោង Starter សម្រាប់ក្រុមហ៊ុនសេវាកម្មដែលមានអ្នកប្រើប្រាស់តែម្នាក់ចំណែកគម្រោង Professional សម្រាប់ក្រុមហ៊ុនទិញលក់ទំនិញដែលមានមុខងារគ្រប់គ្រងស្តុករីឯគម្រោង Premium ស័ក្តិសមនឹងក្រុមហ៊ុនខ្នាតមធ្យមដែលមានឃ្លាំងស្តុកទំនិញលើសពី1ហើយមានអ្នកប្រើប្រាស់លើសពី3នាក់និងមានមុខងារពិសេសដូចជាការធ្វើផែនការអាជីវកម្មជាដើមបើអ្នកទាំងអស់គ្នាចង់ស្វែងយល់ពីភាពខុសគ្នាលម្អិតនៃគម្រោងនីមួយៗសូមចូលទៅកាន់គេហទំព័រ localike.book.com រួចចុចត្រង់ menu Pricing ក្នុងឧទាហរណ៍នេះខ្ញុំជ្រើសរើសយកគម្រោង Premium រួចចុចប៊ូតុង Try Free for 30 days ដើម្បីទទួលបានការសាកល្បងប្រើប្រាស់30ថ្ងៃដោយឥតគិតថ្លៃបន្ទាប់មករងចាំប្រព័ន្ធដំណើរការចប់ 100% រួចចុចត្រង់ប៊ូតុង Access Now ដើម្បីចូលប្រើប្រាស់តែម្ដងជាដំបូងអ្នកត្រូវ set up chat account ជាមុនសិន Localike នឹងពន្យល់អ្នកទាំងអស់គ្នាពីជម្រើសនីមួយៗត្រង់ជម្រើស Simple COA Localike បានណែនាំ COA ដែលមានអាជីវកម្មជាច្រើនបានប្រើប្រាស់ចំណែកជម្រើស I am not accountant គឺសម្រាប់អ្នកដែលមិនមែនជាគណនេយ្យករបើសិនអ្នកចង់ប្រើប្រាស់ COA ដែលមានមេមានកូដសូមចុចត្រង់ Use Sub Account ចុងក្រោយចុចប៊ូតុង Finish ដើម្បីចាប់ផ្ដើមខ្ញុំយក Simple COA ធ្វើជាឧទាហរណ៍បន្ទាប់មកជ្រើសរើសគណនីណាមួយដែលអ្នកទាំងអស់គ្នាត្រូវការប្រើប្រាស់ត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់ផងដែរថាបើសិនអ្នកទាំងអស់គ្នាមាន Chat Account របស់ខ្លួនឯងហើយគឺយើងមិនចាំបាច់ជ្រើសរើសទេដែលអ្នកទាំងអស់គ្នាអាច import ពេលក្រោយក៏បានចុងក្រោយចុចប៊ូតុង Finish នោះការបង្កើតក្រុមហ៊ុនថ្មីគឺបានជោគជ័យហើយអ្នកទាំងអស់គ្នាអាចស្វែងយល់បន្ថែមក្នុង Page Help Center របស់ Localike បានផងដែរឬតាក់ទងតាម Telegram ដែលមានក្នុងគេហទំព័រ localike.book.com បើសិនអ្នកទាំងអស់គ្នាត្រូវការជំនួយពី Localike ក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ